កូនស្រីមានឪពុកមិនដាល់ឃើញមុខធំតែក្លិនថាជាអ្វីបើខ្ញុំឆ្លើយខុសសូមឲ្យម៉ែខ្ញុំដាក់មួយដៃកណ្ដាលក្បាលតែម្ដងអាយ៉យខ្ញុំឆ្លើយត្រហែងតែមិនបានជាមកវាយខ្ញុំទៀតអាយ៉ាពេលនេះមានលៀបមានដង្កូវស៊ីហើយវើយបើឯងចង់ស៊ីយើងបានលុះត្រាតែក្អែកឯងរកប្រស្នាអញឲ្យឃើញទៅស៊ីឯងបានណារឿងដង្កូវនិងក្អែកមាននិទានមួយដំណាលថាមានសត្វដង្កូវមួយរស់នៅក្រោមសម្បកឈើចាស់ដែលចាត់ទុកដូចជាផ្ទះរបស់វាអើយរាល់ថ្ងៃនេះគ្មានគូគ្មានអីនឹងគេសោះតែគិតទៅជីវិត single ស្រួលមួយយ៉ាងដែរតែអេពូដង្កូវហើយលឺមាត់រ៉ូអីទាំងព្រឹកហ្នឹងរកតែខ្ញុំដេកមិនបានសោះដង្កូវក៏វាចេញពីក្នុងផ្ទះខ្លួនទៅកាន់ផ្ទះកូនស្រមោចអាយ៉ានិយាយតែបន្តិចសោះមកដល់ភ្លាមមើលសំដីវាលយណោះហើយឯងគិតដេកដល់ស្មានណាទៀតម៉ែឯងមកដល់សំពងក្បាលឯងឥឡូវហ្នឹងហើយទេពួកឯងកុំចេះរឿងខ្ញុំតែគិតតែពួកឯង single ដល់ណាទៀតឡើងកាចាស់ហើយភ្លាមនោះម៉ែស្រមោចមកតន់ស្ដាប់ឮកូននិយាយដូចនោះក៏ថាភ្លាមវើយអានាងហើយមិនកូននិយាយដូចឆ្នេះដាក់ពូដង្កូវអ្នកណាបង្រៀនឲ្យឯងឆ្លើយបែបនេះហាគ្មានដឹងខ្ចាល់អីសោះដឹងតែละហើយចាប់មើលពួកឯង single មកជីវិតរួចកូនស្រមោចដើរចេញពីទីនោះទៅហើយបងឯងបងឯងមើលសម្ដីវាចាស់មិនដឹងជាកាត់រកអ្នកណាទេហើយតឹងទ្រង់ណាស់ឲ្យខ្ញុំសុំទោសជំនួសវាផងណាបងមិនអីទេខ្ញុំទៅប្រកាន់អីនឹងក្មេងនោះមិនអីទេល្ងាចបន្តិចកូនស្រមោចដើរមករកផ្ទះដង្កូវពូអើយពូដង្កូវនៅណានោះមិនក៏មិនឃើញសោះចឹងដង្កូវនៅក្នុងផ្ទះក៏ឮសំឡេងដូចជាមានអ្នកហៅរួចក៏និយាយថាណែណាគេចាំមកផ្លែតទៅហើយពេលដង្កូវចេញពីក្នុងផ្ទះក៏ឃើញថាជាកូនស្រមោចសោះអានាងមានកាយបានជាមករកពូមកចូលមកអង្គុយលេងក្នុងផ្ទះពូសិនមកបាទពូនិយាយហើយពួកគេក៏ចូលទៅក្នុងផ្ទះវ៉ាវនេះផ្ទះឬក៏រីសតពូមើលពីក្រៅដូចកតាយរាយសង់តែពេលចូលដល់ក្នុងពឹបឌីហ្សាញញាក់ម៉ាំងអញ្ចឹងមកគេថាកុំឲ្យមើលតែសម្បកក្រៅលឿននៅបន្ទាប់មកកូនស្រមោចក៏អង្គុយនិយាយអញ្ចឹងខ្ញុំមកនេះគឺមកសុំទោសពូកាលពីព្រឹកមិញហើយក៏មានរបស់តិចតួចជូនពូដង្កូវឃើញដូច្នោះក៏តបថាមិនអីទេពូទៅប្រកាន់ខឹងអីនឹងក្មួយនោះហើយការដែលក្មួយធ្វើខុសចេះសុំទោសវាជារឿងល្អណាស់ទៅហើយបាទពូអរគុណណាស់ដែលតែងតែដាស់តឿនក្មួយជានិច្ចភ្លាមនោះដង្កូវក៏នឹកឃើញអ្វីម្យ៉ាងឥឡូវក្មួយឯងប្រញាប់ទៅផ្ទះវិញអត់ពូធ្វើដូចផ្ទះឆ្ងាយពីគ្នាចឹងមែនតើមកលេងទីពាក្យបដៅខ្មែរអត់អាយ៉ាពូជប់របបពិតហើយតើនេះមកដាក់មកពូខ្ញុំចូលចិត្តណាស់ថាហើយដង្កូវក៏ទៅយកសៀវភៅរួចមកកន្លែងដើមវិញចំយ៉ាលេងសុទ្ធតែកាពីម៉ាំងអីពូលេងសាច់មិនបានអានាងចាំស្ដាប់ណាកំពេងកំប៉ោះកំពេងអត់ដោះចិញ្ចឹមកូនរស់តើជាអ្វីឆ្លើយស៊ីផៃពូអើយគឺមេមននឹងហើយលួឲ្យក្មួយឯងសិនចាស់ទី2ក្មេងចាំផ្ទះចាស់ដើរលេងតើជាអ្វីភ្លាមនោះកូនស្រមោចអង្គុយគិតមួយស្របក់អាយ៉ាអាមួយនេះដូចជាស្តៀងនេះតែដូចជាមិនច្បាស់សោះមើលជុំវិញខ្លួនមើលឮដង្កូវនិយាយហើយស្រាប់តែគេក៏នឹកឃើញភ្លាមគឺស្លឹកឈើខ្ចីនិងស្លឹកឈើទុំមែនទេពូនៅនឹងចិត្តខ្លួនឯងនឹងហើយឥឡូវមួយចុងក្រោយកូនស្រីមានឪពុកមិនដាល់ឃើញមុខធំតែក្លិនតើជាអ្វីម្ដងនេះកូនស្រមោចឆ្លើយទាំងជឿជាក់បើខ្ញុំឆ្លើយខុសសូមឲ្យម៉ែខ្ញុំដាក់មួយដៃកណ្ដាលក្បាលតែម្ដងចម្លើយនោះគឺផោមដែលម៉ែខ្ញុំតែបញ្ចេញរាល់ថ្ងៃដាក់ខ្ញុំនេះឯងកំពុងតែសើចសប្បាយជាមួយនឹងចម្លើយខ្លួនស្រាប់តែម៉ែស្រមោចក៏ដាក់មួយដៃពីក្រោយភ្លឹបអាយ៉យខ្ញុំឆ្លើយត្រហែងតែមិនបានជាមកវាយខ្ញុំទៀតម៉ែស្រមោចក៏និយាយឯងនិយាយនេះវាត្រូវហើយតែនៅតែខុសត្រង់ថាឯងមកនិយាយហែកគេម៉ែខ្លួនឯងនេះទៅឆាប់ទៅផ្ទះទៅអី
បន្ទាប់ពីនោះ កូនស្រមោចនិងម៉ែស្រមោចក៏ដើរទៅផ្ទះវិញទៅលុះព្រឹកឡើង យ៉ាថ្ងៃនេះមេឃស្រឡះល្អណាស់ណោះសង្ឃឹមថាគ្មានភ្លៀងទេចុះគិតទៅរកមើលស្លឹកឈើខ្ចីៗនៅខាងក្រៅសិន និយាយហើយដង្កូវក៏ធ្វើដំណើរចេញពីផ្ទះខ្លួនទៅដល់កន្លែងមួយដែលសម្បូរទៅដោយរុក្ខជាតិស្មៅពណ៌បៃតងខៀវខ្ចីដង្កូវក៏ឈប់នៅទីនោះ ចាស់សំណាងយកមួកមកតាមកុំអីស្ពៃបដ ாய் មេឃក្តៅយ៉ាងនេះផង បន្ទាប់ពីថាហើយដង្កូវក៏ទៅស៊ីរុក្ខជាតិទាំងនោះយ៉ាងមានក្តីសុខថ្លែងពីក្អែកមួយដែលកំពុងទុំលើដើមឈើ អូយហេវទៀតហើយនេះគិតចេញត្រឹមមើលអីឆៃទៀតសិន រួចក្អែកហើរចេញពីទីនោះទៅ វ៉ា ហើរដល់កន្លែងមួយស្រាប់តែក្អែកក៏ប្រទះនឹងដង្កូវនោះ អីយ៉ាពេលនេះមានលៀបមានដង្កូវស៊ីហើយវើយមើលសាច់វាចោះឡើងក៏មឹបដឹងតែខ្ទិះតែម៉ង ថាហើយក្អែកក៏ហើរទៅចិត្តដង្កូវដង្កូវក៏រលឹកឃើញក្អែកក៏នឹកក្នុងចិត្តថា អាយ៉ាដូចជាមិនស្រួលសោះមើលតែទឹកវាចោះចិត្តវាច្បាស់ជាខុសនឹងចាក់ចាញ់ស៊ីឥឡូវហើយមិនកើតទេរកសិន ដង្កូវក៏សួរក្អែកថា សួស្ដីបងក្អែកអញ្ជើញមករយដែរហ្នឹង ក្អែកប្រាប់ទៅដង្កូវវិញ ចេះតែសួរភ្លើទៅកើតអញមកស៊ីអានដង្កូវឯងនឹងហើយនៅឆ្លៀតមកសួរត្រឹមត្រូវអីណាទៀតណាហើយឆាប់គល់ខ្លួនមក លឺហើយដង្កូវក៏ប្រកែកថា ទេចង់មកស៊ីយើងស្រួលយ៉ាងម៉េចបើឯងចង់ស៊ីយើងបានលុះត្រាតែក្អែកឯងរកប្រស្នាអញឲ្យឃើញទើបស៊ីអញបានណាពុទ្ធោអើយគ្រាន់តែចង់ស៊ីដង្កូវមួយសងសុទ្ធតែត្រូវដោះប្រស្នាអីក៏មឹង ដង្កូវក៏បន្តនិយាយ ណែបើរកប្រស្នាមិនឃើញទេកុំសង្ឃឹមថាស៊ីអញបានឲ្យសោះវើយអត់និយាយលេងទេណា បន្ទាប់ពីឮដូច្នោះក្អែកក៏សួរទៅវិញ ចោះប្រស្នាដង្កូវឯងនេះវាអស្ចារ្យប៉ុណ្ណាក៏អញ្ជើញសួរមកចោះអញនឹងរកឲ្យឃើញ ដង្កូវក៏សួរទៅក្អែកមានដូចតទៅនេះ ស្ដាប់ឲ្យច្បាស់ណាប្រូតែឆ្លើយខំអំបិលហើយទី1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុតនោះហើយទី2ដូចម្ដេចដែលគេហៅថាជូរចត់បំផុតឯទី3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុតនិងទី4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតនោះ កាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំង4បទនេះហើយក៏មានសេចក្តីត្រេកអរជាទីបំផុតដោយគិតក្នុងចិត្តថា ចំហើយចុះអាដង្កូវនេះវាដាក់ប្រស្នាដូចសម្រាប់ខ្លួនឯងចឹងតិចលោវា depression អីដឹងអត់ខ្វល់តែប៉ុណ្ណេះដឹងតែស៊ីវាហើយ មិនបងអង្គយូរក្អែកក៏ឆ្លើយដោះស្រាយប្រស្នាដែលមានដូចតទៅនេះ ដែលគេហៅថាផ្អែមនោះគឺមានស្ករនិងទឹកឃ្មុំផ្អែមជាងអ្វីទាំងពួងណា ដង្កូវឮចម្លើយទី1របស់ក្អែកហើយក៏គិតក្នុងចិត្ត បើកឆាកចេញមកខុសមួយបាត់ហើយអាអូនអើយ ក្អែកក៏បន្តឆ្លើយទៀត ហើយទី2ដែលគេហៅថាជូរចត់នោះគឺគ្មានអ្វីក្រៅពីម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះនោះទេនោះខុសមួយទៀតបាត់គ្មានសង្ឃឹមហើយលើកនេះហើយទី3ដែលគេហៅថាស្អុយជាងគេនោះគឺអាចហើយនឹងគម្រោងសัตว์ទាំងពួងណ៎ថាឲ្យចេះខុសក្អែកនេះគិតបានតែរកកផែលទេនិងទី4ដែលគេហៅថាក្រអូបជាងគេនោះគឺគ្មានអ្វីក្រៅពីផ្ការំដួលផ្កាម្លិះនិងទឹកអប់នោះទេ ក្អែកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវ យ៉ាងមិនដែរប្រស្នាខ្លួនឯងនេះដូចជាស្រួលពេកហើយត្រៀមខ្លួនហើយឬនៅប្អូនដង្កូវ ដង្កូវឮក្អែកឆ្លើយដូច្នោះហើយក៏តបភ្លាមថា ដូចជាជឿជាក់ពេកហើយប្រស្នាដែលក្អែកឯងដោះបាញ់មិញនេះមិនត្រូវសំបីតែមួយសោះ ឮដង្កូវនិយាយដូច្នោះក្អែកក៏តបទៅវិញ មិនក៏ទៅជិះចុះវិញហើយបើដង្កូវឯងថាខុសហើយចុះឥឡូវសុំឲ្យឯងប្រាប់ប្រស្នានេះមកអញមកឲ្យបានដឹងផងមើល ដង្កូវប្រាប់ទៅក្អែកវិញថា មិនអីទេយើងអាចប្រាប់បានប៉ុន្តែប្រាប់ឲ្យហើយតើតក្អែកឯងកុំស៊ីអញទើបអញប្រាប់ ក្អែកក៏តប អើយតប៉ែដាក់ដូងច្រើនម៉េះឲ្យតែប្រាប់មកអញមិនស៊ីឯទេទុកចិត្តចុះហេលេងសើចមិនបានលុះត្រាតែសន្យាឬធ្វើរឿងអីមួយឲ្យជឿមកបានជឿ ដោយចង់ដឹងពីចម្លើយប្រស្នាដង្កូវនោះក្អែកក៏បានសន្យាថា ប្រសិនបើឯងនិយាយប្រាប់យើងហើយយើងនៅតែស៊ីឯនោះសូមឲ្យយើងហើរធ្លាក់ចូលក្នុងទឹកចេតរយទៅ
មិនចាំបាច់ដល់ថ្នាក់នឹងក៏បានអូខេចាំយើងប្រាប់ទៅចោះ ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដែលមានពាក្យដូចតទៅនេះ ទី1ដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរូបភាសាស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតត្រូវមួយយ៉ាងរបស់គេណោះហេទៅណាតទៀតឯទី2វិញដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដានក្រូចឆ្មាទឹកខ្មេះដូចក្អែកឯងនិយាយនោះទេគឺពាក្យអាសរោះវាខោខៅឥតគួសមដែលនិយាយទៅកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួងណា ក្អែកឮដូច្នោះក៏និយាយ ចុះអ្នកណាទៅបានគិតវែងឆ្ងាយណាឲ្យតែលឺជូជូនឹកឃើញតែអំពិលសដានក្រូចឆ្មានោះឯង រួចដង្កូវក៏បន្តនិយាយទៀត ចូលដល់ទី3វិញដែលគេហៅថាស្អុយជាងគេនោះមិនមែនស្អុយអាចឬក៏ស្អុយគម្រងនោះទេគឺស្អុយគេស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយច្រាស់ខ្យល់ ស្ដាប់ហើយក្អែកក៏ងក់ក្បាលនឹងស្ញើចសរសើរពីប្រាជ្ញារបស់ដង្កូវនេះ រីឯចុងក្រោយដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រព្រឹត្តល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងយល់បានឬនៅលោកបងក្អែក ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយក៏និយាយ ឯនេះពិតជាគួរឲ្យសរសើរមែនមិនគួរណាយើងគិតរាក់កំផែលអញ្ចឹងសោះឯងទៅវិញចុះយើងមិនក្បត់ពាក្យសន្យានោះទេ និយាយរួចក្អែកក៏ហើរចេញពីទីនោះទៅអំឡុងពេលធ្វើដំណើរមកផ្ទះវិញដង្កូវក៏ពោលថា គិតទៅរាល់ថ្ងៃនៅម្នាក់ឯងដូចជាអបសុកដែរឯគូព្រេងវិញមិនដឹងនៅទីណាទៀតផើយមិនខ្វល់ទេគេថាដល់គូគង់តែមកឯងហើយ ធ្វើដំណើរសុកសុងស្រាប់តែមានដង្កូវមេមួយវាបោះពួយរួចក៏មកបុកគ្នាជាមួយនឹងដង្កូវ អេនាងក៏រហ័នទៅណាមិនក៏វាមកបុកគេទាំងរួចអញ្ចឹង ភ្លាមនោះដង្កូវមេក៏វាត្រឡប់មករកដង្កូវវិញអេអំបញ្ញមិញឯងនិយាយថាម៉េចដោយឃើញពីសម្រស់របស់ដង្កូវមេនោះធ្វើឲ្យដង្កូវភ្លឹកមួយសន្ទុះណែហើយមើលអីក៏មើលសម្បាម្លេះឆ្លើយនឹងយើងសិនមក អត់មាននិយាយទេគេថាដង្កូវអីក៏ស្រស់ស្អាតម្លេះ តែមិញដូចជាមិនមែនលឺអញ្ចឹងទេ នាងមានគូឬនៅបើនៅទេយើងសាកស្រឡាញ់គ្នាទៅព្រោះខ្ញុំនៅម្នាក់ឯងយូរមកហើយគ្មានគ្នាបលែងទេ ដង្កូវមេក៏តបវិញថាពិតមែនណគួរឲ្យអាណិតឯងណាស់ អាណិតអញ្ចឹងមានន័យថានាងយល់ព្រមមែនទេ ត្រូវហើយយើងនឹងយល់ព្រមលុះត្រាតែប្តីយើងនៅពីក្រោយឯងនឹងយល់ព្រមដែរដង្កូវក៏ងាកក្រោយផ្លែនស្រាប់តែឃើញដង្កូវធំមួយកំពុងសម្លឹងមកខ្លួន យកមកចង់ញ៉ាយមែនអត់ទេបងខ្ញុំសួរផ្លូវចែនឹងតាទៅសិនហើយបង ដង្កូវក៏ដាក់មេប្រូនចេញពីទីនោះយ៉ាងលឿន ហើយសង្ស័យតែជាប់បណ្ដាសាអីពីអានាងនឹងហើយមើលទៅអត់លឹតដដែល